เลยយើងធ្វើលំហាត់បន្តទៀតចូលដល់អក្សរឈរនៅក្នុងលំហាត់នេះគេឲ្យយើងចូលបញ្ចេញមួយចំនួនពី radical អញ្ចឹងយើងមើលនៅក្នុង radical យើងគឺមានសន្ទុះ2ដូច្នេះយើងត្រូវលើកចំនួនដែលនៅក្នុង radical នោះយកស្វ័យគុណ2ឬក៏យើងលើកជាការ៉េអញ្ចឹងចំពោះលេខ81យើងអាចលើកបាន9ការ៉េចំពោះអក្សរ m គឺមានស្វ័យគុណ5ប៉ុន្តែគោលដៅយើងចង់បានស្វ័យគុណ2ឥឡូវយើងដាក់2សិនហើយយើងគុណឲ្យបានស្មើ5ប៉ុន្តែអត់មានយើងអាចគុណត្រឹម2យក2គុណនឹង2បាន4អញ្ចឹងយើងនៅសល់មួយទៀតយើងដាក់ m មួយកតាទៀតមកយើងបានគ្រប់ចំនួន5យើងបានស្វ័យគុណ5មកវិញគ្រប់ m 5តែចំពោះ n មានស្វ័យគុណ4ចឹងយើងបំបែកយកមេ2ហើយយើងគុណនឹង2មកបានស្មើ4អញ្ចឹងគ្រប់ចំនួនហើយដូច្នេះយើងអាចដាក់សញ្ញា radical មកឲ្យគេវិញបន្ទាប់មកយើងលើកចំនួនដែលមានការ៉េគឺមានលេខ9មាន m និង n អញ្ចឹងយើងចំពោះ9ការ៉េយើងយក9ហើយចំពោះ m ដែលមានស្វ័យគុណ2គុណនឹង2យើងយក2មួយកតាយើងទុកកតាដាក់រួមមួយយើងទុកលេខ2ដាក់កតារួមមួយនៅខាងក្រៅចំពោះ n ដូចគ្នាយើងលើក n ការ៉េហើយនៅសល់ការ៉េមួយទៀតយើងទុកដាក់កតានៅខាងក្រៅអញ្ចឹងយើងដាក់ការ៉េនៅខាងក្រៅរួមមួយមកគឺគ្រប់ចំនួនអញ្ចឹងបើយើងយក2ទម្លាក់មកគឺបាន2គុណនឹង2ហើយចំពោះលេខ9អត់មានស្វ័យគុណ2គឺយើងទម្លាក់មកបានស្វ័យគុណ2ធម្មតាហើយយើងនៅសល់ចំនួន m ចំនួន m ដែលអត់មានការ៉េយើងដាក់គុណជាមួយនឹង m បន្ទាប់មកទៀតយើងដាក់សញ្ញា radical ឲ្យគេហើយបានយើងចាប់ផ្ដើមចេញក្រៅ radical អញ្ចឹងចំនួនដែលនៅក្នុងវងកញ្ចក់នោះយើងអាចចេញបានទាំងអស់គឺចំនួន9 m ការ៉េ n ការ៉េហើយស្វ័យគុណ2ខាងក្រៅនេះគឺយើងបានសម្រួលជាមួយនឹង radical អស់អញ្ចឹងយើងនៅសល់តែ9 m ការ៉េn ការ៉េហើយចំពោះ m នេះអត់អាចចេញក្រៅ radical បានទេគឺនៅជាប់ក្នុង radical អញ្ចឹងចម្លើយរបស់យើងគឺចេញបាន9 m ការ៉េ n ការ៉េហើយនៅជាប់ m មួយកតាអក្សរញូគឺយើងមានលេខ100អញ្ចឹងលេខ100យើងអាចលើកជាការ៉េបាន10ការ៉េហើយនឹងអក្សរ a មានស្វ័យគុណ8អញ្ចឹងយើងបំបែកយកមេ2មក2គុណនឹង4បាន8ហើយនឹង b នេះយើងបំបែកយកមេ2ដូចគ្នាយក2គុណនឹង2បាន4អញ្ចឹងយើងនៅសល់មួយកតាទៀតទាំងអស់វាមាន5អញ្ចឹងយើងគុណនឹង b មួយកតាទៀតបានគ្រប់5ទីហើយយើងដាក់ radical ឲ្យគេវិញបន្ទាប់មកទៀតទើបយើងប្រមូលផ្ដុំចំនួនដែលមានការ៉េយើងយកដាក់វងកញ្ចក់រួមគ្នាមានលេខ10ហើយនឹង a នេះគឺយើងយកស្វ័យគុណ4យើងទុកស្វ័យគុណ2ដាក់រួមនៅខាងក្រៅហើយចំពោះ b នេះគឺយើងយកលេខ2មកកតាមកនៅសល់មួយកតាទៀតទុកដាក់រួមនៅខាងក្រៅយើងដាក់ស្វ័យគុណ2រួមនៅខាងក្រៅចាដូច b មាន2យើងយក1ទុក1នៅក្រៅហើយនឹង a នេះមាន2និង4អញ្ចឹងយើងយក4ទុក2រួមនៅខាងក្រៅចំពោះលេខ10វាមានការ៉េតែ1អញ្ចឹងយើងដាក់រួមនៅខាងក្រៅហើយនឹង b នេះមួយទៀត b នៅសល់មួយកតាទៀតហើយបានយើងដាក់សញ្ញា radical មកវិញក្រោយមកទៀតបានយើងចាប់ផ្ដើមចេញចំនួនដែលមានការ៉េអញ្ចឹងក្នុងវងកញ្ចក់នេះគឺចេញបានទាំងអស់ចំនួនដែលនៅក្នុងវងកញ្ចក់យើងអាចចេញបានទាំងអស់ដោយសារវាមានការ៉េរួមមួយនៅខាងក្រៅយើងបានសម្រួលជាមួយនឹង radical អញ្ចឹងយើងនៅសល់10 a ស្វ័យគុណ4 b ការ៉េហើយនៅសល់ b មកកតាទៀតដែលមិនអាចចេញក្រៅ radical បានគឺយើងពាក់ radical មកឲ្យវិញអញ្ចឹងចម្លើយយើងគឺឃើញហើយបាន10 a ស្វ័យគុណ4 b ការ៉េហើយនឹង b ជាប់ radical